សូមជូនរឿងនិទានរឿងចង្កានក្រំភ្លៀងនៅភូមិមួយឆ្ងាយពោពេញទៅដោយវាលស្រែនិងភ្នំបីជុំមានកុមារីតូចម្នាក់ឈ្មោះសារ៉ាចូលចិត្តរដូវវស្សាណាស់ព្រោះវាជាពេលដែលដីដងភ្លឺខៀវវាលស្រូវចាប់ផ្ដើមដុះនិងភ្លៀងធ្លាក់បោកលើដំបូលឈើដោយសំឡេងដូចតន្ត្រីរាល់ពេលមានភ្លៀងធ្លាក់សារ៉ាជានិយមអង្គុយជិតចង្កានជាមួយយាយបាំងអស់កំពុងដុតភ្លើងក្រដាសតូចសរសេរដោយដៃរបស់សារ៉ាគឺជារឿងនិទានដែលនាងនិពន្ធឡើងដោយចលនានៃភ្លៀងដែលជាចំណងចំណូលចិត្តរបស់នាងនិយាយថាគោះសំឡេងទឹកភ្លៀងពីរោះរំដំប៉ះនឹងដំបូលផ្ទះកង្កែបហ៊ីងយំកងលំពងពិតជាពីរោះមែនមួយថ្ងៃនៅខែវស្សាភ្លៀងធ្លាក់ខ្លាំងណាស់ទឹកដក់ពេញផ្លូវនិងស្រូវក្នុងស្រែជិតខូចសារ៉ាឃើញបញ្ហានេះបើកកាបូបក្រដាសរបស់នាងចេញជួយបុរសចាស់ស្ថិតក្នុងភូមិដោយនាងសរសេររឿងមួយចែកជូនគ្នាអានដើម្បីលើកទឹកចិត្តក្នុងពេលពិបាករឿងនោះមានចំណងជើងថាព្រះអាទិត្យក្រោយភ្លៀងក៏ដែលបញ្ជាក់ថាទោះជាភ្លៀងធ្លាក់យ៉ាងណាក៏ដោយពន្លឺនឹងត្រឡប់មកវិញប្រជាជនក្នុងភូមិបានអាននិងញឹមថាកុមារីតូចម្នាក់បាននាំសេចក្តីសង្ឃឹមមកក្នុងភូមិដូចភ្លឺថ្ងៃក្រោយភ្លៀងចប់រឿង